សេចក្តីជូនដំណឹងនឹងអបអសាទរដល់បេសកកម្មគណៈកម្មការរៀបចំពាក្យបណ្ដឹងករណីចំនួនព្រំដែនកម្ពុជាថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គណៈកម្មការចំពោះកិច្ចនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារនិងមន្ត្រីគណៈបក្សសង្គ្រោះជាតិដឹកនាំដោយលោកស្រីថិតខុមហ៊ុនកញ្ញាលឹមកនិកានិងលោកអឹងជុងលៀងបានធ្វើកិច្ចការសំខាន់ៗសម្រាប់ប្រទេសកម្ពុជាដែលក្នុងនោះមានការពិភាក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ដើម្បីសិក្សាលទ្ធភាពផ្លូវច្បាប់ក្នុងការដាក់ពាក្យបណ្ដឹងពីសំណាក់រដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងការរកដំណោះស្រាយចំនួនព្រំដែនរវាងកម្ពុជានិងថៃជាមួយគ្នានោះដែរគណៈកម្មការធិការប្រតិបត្តិនៃអង្គការសេរីនិយមអន្តរជាតិ Libra International បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចលើដំណោះស្រាយចំនួននយោបាយនៅកម្ពុជាដោយផ្អែកសំខាន់បំផុតទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាថ្ងៃទី23ខែតុលាឆ្នាំ1991តាមរយៈនៃការសម្រេចនេះរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារនឹងដាក់សំណើទៅកាន់សហប្រធាននិងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជាឲ្យកោះប្រជុំឡើងវិញជាបន្ទាន់ដើម្បីពិនិត្យឡើងវិញនៅការអនុវត្តកិច្ចព្រមព្រៀងនិងជួយជំរុញតាមរយៈសេចក្តីសម្រេចនេះផងដែរទីក្រុងឡាអេប្រទេសហូឡង់នាថ្ងៃទី23វិច្ឆិកាឆ្នាំ2025រាយការណ៍ដោយកញ្ញាសុនសុភាពីរដ្ឋាភិបាលកម្ពុជា23ដុល្លារ